ចេញទៅក្រៅឥឡូវអ្នកភូមិណាដែលមិនដឹងថាខ្ញុំជាមនុស្សកំ pl ែងនោះត្រូវគេបោកពេញភូមិខ្ញុំមានមុខឯណាទៅក្រៅទៀតខ្ញុំសុខចិត្តស្លាប់ប្រសើរជាងមិនចង់រស់បានតាឯងប្រាប់មកមើលតើចង់លោតទឹកឬចង់ម៉ែខ្ញុំនៅតែថាមិនមែនម៉ែជាអ្នកទៅគំរាមគេទេខ្ញុំធ្លាក់ដល់ខ្លួនបែបនេះហើយហេតុអីម៉ែនៅតែចាក់ដោតបេះដូងខ្ញុំទៀតបើមិនអីចឹងមានតែធ្វើម៉េចអ្នកណាប្រើឲ្យឯងភ្នែកស្រអាប់រកតែរបស់ខ្លាំងៗយកទ្រព្យសម្បត្តិទាំងអស់ទៅប្រគល់ឲ្យគេបើដឹងមុនឲ្យឯងការជាមួយលីហ្វានទៅបាត់ហើយឥឡូវគេនៅកន្លែងស្ទូចត្រីសប្បាយណាស់ម៉ែនិយាយឈ្គួសស្អីហ្នឹងបើគុំតែលីហ្វីនលាត្រដាងហួងជីលីនៅមុខមនុស្សគ្រប់គ្នាតើខ្ញុំអាចខ្លាចជាចំណុចខ្សែចំអករបស់មនុស្សពេញភូមិដែរទេខ្ញុំអាចការជាមួយគេបានយ៉ាងម៉េចគុំថាឡើយការជាមួយគេសំបីតែឥឡូវនេះខ្ញុំមានចិត្តចង់សម្លាប់គេទៀតផងកូនស្រីតើឯងចង់ធ្វើអ្វីគុំវង្វេងវង្វាន់ធ្វើរឿងឈួតបំផ្លាញខ្លួនឯងឲ្យសោះណាម៉ែគុំបារម្ភអីខ្ញុំមិនល្ងងបែបនោះទេខ្ញុំគ្រាន់តែចង់ទៅរករឿងឲ្យកន្លែងស្ទូចត្រីរបស់លីហ្វានខូចឈ្មោះល្បីខាងអាក្រក់រករឿងឲ្យលីហ្វានខ្លាចជាកណ្ដុរខំតាមផ្លូវសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានបំពេញភារកិច្ចដំណាក់កាលទី1នៃការសាងសង់ទីលានបញ្ចុះសពសន្ទូចបាក់បច្ចុប្បន្នភាពកាយសាហាវរបស់ត្រីកើនឡើង30រង្វាន់កម្រិតកន្លែងស្ទូចត្រីកើនឡើង1កម្រិតរង្វាន់ពិន្ទុប្រព័ន្ធ10លានពិន្ទុតែគ្មានហាងទំនិញប្រព័ន្ធទេតើសំបីតែកន្លែងចាយលុយក៏គ្មានដែរប្រព័ន្ធនេះច្បាស់ជាខូចហើយមើលទៅរកឃើញថាកន្លែងស្ទូចត្រីគ្រប់លក្ខខណ្ឌដំឡើងកម្រិតតើចង់ដំឡើងឥឡូវនេះទេដំឡើងកន្លែងស្ទូចត្រីចាប់ផ្ដើមដំឡើងកម្រិតកន្លែងស្ទូចត្រីត្រូវបានដំឡើងទៅកម្រិតទី2ត្រីនាការពារទីលានត្រូវបានវិវត្តទៅជាត្រីរីកទន្លេមេគង្គបើដំណើរការភារកិច្ចទទួលបានការទទួលស្គាល់កន្លែងស្ទូចត្រីពីភ្ញៀវ 1000 នាក់ភ្ញៀវ 1000 នាក់ទទួលស្គាល់ភារកិច្ចប្រព័ន្ធកាន់តែពិបាកទៅហើយលីហ្វានត្រីនៅក្នុងកន្លែងស្ទូចត្រីរបស់អ្នកហាក់ដូចជាខុសប្លែកពីធម្មតាតើបានដាក់ថ្នាំមែនទេប៉ុន្តែតាមធម្មតាបើដាក់ថ្នាំវាមិនស៊ីនុយនោះទេហេតុអីបានជានិយាយបែបនេះថ្ងៃនេះខ្ញុំរបូតត្រីអស់3ក្បាលហើយជាទូទៅត្រីបន្ទាប់ពីវាឈឺចាប់និងបំរែយ៉ាងខ្លាំងវានឹងអស់កម្លាំងលេចអន្តែតលើទឹកយ៉ាងលឿនប៉ុន្តែត្រីរបស់អ្នកហាក់ដូចជាមានកម្លាំងប្រើមិនអស់តតែសោះលុះត្រាតែខ្សែសន្ទូចធំល្មមហើយទាញវាដោយបង្ខំទើបមានឱកាសទាញវាឡើងមកបានរឿងនឹងខ្ញុំចិញ្ចឹមតាមបែបធម្មជាតិសុទ្ធសាធមិនដែលដាក់ចំណីទេត្រីរកចំណីដោយខ្លួនឯងដូច្នេះវាពិតជាកាច់បន្តិចហើយធម្មតាទេថៅកែណែណាចេញមកនិយាយគ្នាខ្ញុំគឺជាថៅកែកន្លែងស្ទូចត្រីយងពូខុងជន់រកខ្ញុំមានការអីមែនទេគឺឯងជាថៅកែហាប្អូនស្រីជីដូនមួយរបស់ខ្ញុំអស់លុយមកស្ទូចត្រីនៅទីនេះតែមិនបានត្រីសំបីតែមួយក្បាលតើឯងគួរតែមានការពន្យល់ខ្លះទេកាលពីម្សិលមិញខ្ញុំមកស្ទូចត្រីទាំងនោះកាច់ណាស់ដាច់ខ្សែអស់4ហើយហ្វុងស្ទូចត្រីត្រូវវាអូសទៅបាត់ពីទៀតអូជាកំហុសរបស់កន្លែងបញ្ចុះសពសន្ទូចបាក់ទៀតហើយប្រសិទ្ធភាពត្រឹមតែ30សោះថ្ងៃក្រោយបើដល់100វានឹងក្លាយជាឈួតសាហាវពិតប្រាកដហើយសូមទោសផងស្ថានភាពកន្លែងស្ទូចត្រីរបស់ខ្ញុំគឺប្លែកបន្តិចសម្រាប់អ្នកថ្មីថ្មោងវាពិតជាពិបាកខ្លាំងណាស់ចុះបើបែបនេះវិញកម្រៃស្ទូចត្រីកាលពីម្សិលមិញខ្ញុំនឹងប្រគល់ជូនអ្នកវិញដើម្បីជាការសងជំងឺចិត្តដែលយើងមិនបានបញ្ជាក់ពីកម្រិតពិបាកជាមុនតើល្អទេសងលុយវិញតើអញមើលមកខ្ញុំដូចជាមនុស្សខ្វះលុយបន្តិចបន្តួចនឹងមែនទេថ្ងៃនេះខ្ញុំមកគឺមកទាមទារការពន្យល់ឲ្យប្អូនស្រីរបស់ខ្ញុំថៅកែខ្ញុំចង់ភ្នាល់ជាមួយឯងតើឯងហ៊ានឬអត់ភ្នាល់មិនខុសទេភ្នាល់10ដងថ្លៃស្ទូចត្រីរបស់ឯងគឺ100ដូច្នេះ10ដងគឺ1000ចំណែកឯការលក់ត្រីវិញប៉ុន្មានគឺអាស្រ័យលើឯងជាអ្នកកំណត់មនុស្សម្នាក់នេះពិតជាល្អណាស់ថ្លៃស្ទូចត្រី1000ដូចជាយកលុយមកឲ្យអញ្ចឹងលីហ្វានកុំទាន់អើប្រញាប់យល់ព្រមតើអ្នកដឹងទេថាម្នាក់ដែលនៅខាងមុខនោះជាអ្នកណាទៅខ្ញុំមិនស្គាល់ទេឬមួយក៏គាត់ជាតារាកែប្រៃសែងតារាស្អីទៅគាត់គឺជាអ្នកជំនាញស្ទូចត្រីដ៏ល្បីល្បាញកាន់ឆាងទួនគាត់ធ្លាប់ឈ្នះពានរង្វាន់ថ្នាក់ខេត្តរាប់មិនអស់នៅទីនេះគ្មានអ្នកណាខ្លាំងជាងគាត់ឡើយអង្គនេសាទនេះមិនទាន់ដឹងនៅឡើយទេប៉ុន្តែប្រសិនបើជួបគ្រូម្នាក់នោះគាត់ប្រហែលជាតាក់ទាញគាត់ហើយគាត់ជាមនុស្សដែលមានសមត្ថភាពគឺមកដើម្បីដោះស្រាយជាមួយឯងកុំចាញ់បោកឲ្យសោះមិនមែនទេដឹងគ្រាន់តែដើម្បីថ្លៃសេវា100យន្តគេថែមទាំងនាំអ្នកជំនាញមកទីនេះទៀតតើឯងដឹងទេថាអង្គនេសាទរបស់ឯងបានបំផ្លាញក្តីសង្ឃឹមរបស់មនុស្សប៉ុន្មានអ្នកហើយក្នុងចិត្តឯងគ្មានគិតខ្លះទេអីខ្ញុំប្រើដងសន្ទូចថោកបំផុតនៅតែចាញ់ឯងទៀតឯងនៅតែនិយាយថាពួកគេជាអ្នកថ្មីថ្មោងទៀតឯងកំពុងតែមើលងាយអ្នកនេសាទហើយរឿងនេះខ្ញុំមិននឹកស្មានដល់រឿងនេះទេប៉ុន្តែមិនអីទេគេជាអ្នកល្បីល្បាញច្បាស់ជាធ្វើពុតជាអ្នកនេសាទធម្មតាហើយយ៉ាងហោចណាស់ពួកគេធ្វើការដោយបើកចំហមិនលាក់បាំងទេប្រសិនបើត្រូវចាញ់ក៏មកពីខ្ញុំមានសមត្ថភាពខ្សោយជាងគេដែរលោកគ្រូប្រសិនបើយើងភ្នាល់ខ្ញុំយល់ព្រមចុះបើត្រឡប់មកវិញគិត500យន្តក្នុងមួយក្បាលយ៉ាងម៉េចដែរឯងឈួតហើយឬថ្លៃទិញត្រឡប់មកវិញខ្ពស់ម្ល៉េះ500យន្តក្នុងមួយក្បាលខ្ញុំស្ទូចបាន2ដងគឺគ្រប់គ្រាន់ហើយបើបាន3ក្បាលឯងត្រូវសងខ្ញុំ500យន្តទៀតថៅកែខ្ញុំផ្ដល់ឱកាសឲ្យឯងគិតឡើងវិញម្ដងទៀតឯងត្រូវតែគិតច្បាស់ណាស់មិនបាច់គិតទេតែបើបន្តិចទៀតស្ទូចមិនបានទេកុំមកសុំខ្ញុំដកលុយវិញទៅបានហើយខ្ញុំសុំដកលុយវិញឯងទៅសួរគេមើលខ្ញុំស្ទូចត្រីរហូតដល់ដាច់ដងសន្ទូចជាច្រើនដងមកហើយថ្ងៃនេះខ្ញុំនឹងស្ទូចត្រីក្នុងអាងរបស់ឯងឲ្យអស់តែម្ដងបាទបងប្អូនទាំងអស់គ្នា
ពួកយើងទៀងទាត់ម្ដងទៀតតើត្រៀមខ្លួនរួចរាល់ហើយឬនៅកូនស្រីកូនកុំបារម្ភអីម៉ាក់ច្បាស់ជាមិនធ្វើឲ្យខូចការទេត្រូវតែបញ្ចេញកំហឹងមួយនេះឲ្យបានបងស្រីពួកយើងបានបើកការផ្សាយផ្ទាល់ហើយចំណងជើងក៏បានដាក់រួចរាល់ដែរចាំតែបងចេញមុខប៉ុណ្ណោះចំនួនអ្នកមើលកំពុងតែកើនឡើងហើយលីហ្វានថ្ងៃនេះខ្ញុំនឹងឲ្យឯងស្គាល់ពីរសជាតិនៃការខូចកេរ្តិ៍ឈ្មោះតោះពួកយើងទៅលីហ្វានអញប្រហែលជាប្រញាប់ពេកហើយលោកគ្រូម្នាក់នោះធ្លាប់មានកំណត់ត្រាស្ទូចបានត្រី7ក្បាលក្នុង1នាទីអញឲ្យតម្លៃ500យួនក្នុង1ក្បាលបើគាត់ស្ទូចបានច្រើនអញច្បាស់ជាខ្សែធនហើយនាងតូចនាងមិនគិតថានេះជាឱកាសល្អទេអីមិនថាគាត់ធ្វើឲ្យខ្ញុំខ្សែធនឬគាត់ត្រូវបរាជ័យទេវានឹងក្លាយជាប្រធានបទដ៏ក្តៅគប់នៅក្នុងវិស័យនេសាទនេះហើយវានឹងធ្វើឲ្យអង្គនេសាទរបស់យើងល្បីល្បាញជាក់ជាមិនខានវិធីសាស្ត្ររកស៊ីរបស់ឯងពិតជាពូកែណាស់ចុះបើគាត់ពិតជាស្ទូចបានច្រើនមែនហើយក្នុងមួយថ្ងៃស្ទូចបានរាប់រយក្បាលតើឯងយកលុយពីណាទៅសង្កត់តើខ្ញុំមិនអាចខ្ចីលុយពីនាងបានទេអីថៅកែស្រីនាងក៏មិនចង់ឃើញអង្គនេសាទដែលនាងបានចូលរួមហ៊ុនត្រូវខ្សែធនដែរមែនទេល្អណាស់ចាត់ទុកថាខ្ញុំបានចាញ់បោកឯងហើយកម្លាំងរបស់ខ្ញុំមិនអន់ទេឯងត្រូវតែត្រៀមខ្លួនឲ្យបានល្អសូមថៅកែស្រីមេត្តាលើកលែងនិងជួយសង្គ្រោះខ្ញុំផងលីហ្វានអញហ៊ានលេងសើចនឹងមនោសញ្ចេតនារបស់ខ្ញុំចេញមកជួបខ្ញុំភ្លាមគឺពួកគេទៀតហើយម្ដាយនិងកូនស្រី2នាក់នេះមិនចេះចប់មិនចេះហើយមែនទេថ្ងៃនេះមកដល់អង្គនេសាទរបស់ខ្ញុំតើចង់បង្កបញ្ហាអ្វីទៀតអ្នករាល់គ្នាជួយមើលផងគេគឺជាមនុស្សប្រុសកំសាកលីហ្វានអ្នកទាំងអស់គ្នាសូមជួយចុច follow ផងថ្ងៃនេះពួកយើងនឹងលាបត្រដាងពីមនុស្សប្រុសកំសាកម្នាក់នេះក្នុងការផ្សាយផ្ទាល់អ្នកទាំងអស់គ្នាជួយផ្ដល់យុត្តិធម៌ឲ្យខ្ញុំផងខ្ញុំនិងគេបានមើលខ្លួនជាមួយគ្នាគេបានយល់ព្រមរៀបការជាមួយខ្ញុំហើយពួកយើងក៏បានកំណត់ថ្ងៃរៀបការរួចហើយដែរប៉ុន្តែចុងក្រោយគេបែរជាងាកទៅតាក់ទងស្រីម្នាក់នេះទៅវិញឈប់សិននិយាយអ្វីត្រូវមានភស្តុតាងផងតើលីហ្វានធ្លាប់យកព្រមរៀបការជាមួយនាងតាំងពីពេលណាតើធ្លាប់មានទំនាក់ទំនងផ្លូវការណាមួយជាមួយគ្នាទេអ្នកទាំងអស់គ្នាស្ដាប់ចុះនេះហើយជាសម្ដីរបស់ស្រីស្នេហ៍លួចលាក់អាងខ្លួនឯងមានលុយជាប្រធានក្រុមហ៊ុនយីគ្រូបក៏មកដណ្ដើមប្តីគេមិនចេះខ្មាស់អៀនសោះលីហ្វានឲ្យលីហ្វានតើកូនស្រីខ្ញុំមានចំណុចណាខុសចំពោះឯងខ្លះនាងស្រឡាញ់ឯងខ្លាំងណាស់ថែមទាំងផ្ដល់អ្វីគ្រប់យ៉ាងឲ្យឯងទៀតឯងបែរជាធ្វើបែបនេះដាក់នាងតើឯងគ្មានសិទ្ធិសម្ចញ្ញៈខ្លះទេអីតើអ្នកទាំងអស់គ្នាលោឡាចប់ហើយឬនៅរឿងកាលពីលើកមុនខ្ញុំមិនទាន់បានដោះស្រាយផងឥឡូវបែរជាចង់មករករឿងម្ដងទៀតមែនទេខ្ញុំលីហ្វានថ្ងៃនេះសូមនិយាយឲ្យបានច្បាស់នៅចំពោះមុខអ្នកទាំងអស់គ្នាខ្ញុំនឹងលាហួយគ្មានទំនាក់ទំនងអ្វីនឹងគ្នាទាំងអស់ប្រសិនបើអ្នកទាំងអស់គ្នានៅតែបន្តបង្កើតបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៀតសូមអ្នកទាំងអស់គ្នានៅក្នុងបន្ទប់ផ្សាយផ្ទាល់ស្ដាប់ឲ្យច្បាស់ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយឆូឡៃណាទេគឺដោយសារតែខ្ញុំមិនពេញចិត្តនាងពេលណាជួបគ្នានោះទេនាងក៏នាំមិត្តប្រុសដែលហៅថាអ្នកមានម្នាក់នេះមកបង្កបញ្ហានៅកន្លែងស្ទូចត្រីរបស់ខ្ញុំជាលទ្ធផលខ្ញុំបានលាតត្រដាងអត្តសញ្ញាណរបស់គេជាជនបោកប្រាស់ភ្លាមហើយបានរាយការណ៍ទៅប៉ូលីសឲ្យចាប់ខ្លួនមានមិត្តអ្នកស្ទូចត្រីនៅទីនេះដែលអាចធ្វើជាសាក្សីឲ្យខ្ញុំហើយខ្ញុំនៅទីនោះដែលពេលនឹងអ្វីដែលថាកែឡើងនិយាយគឺត្រូវហើយកន្លែងស្ទូចត្រីនេះពិតជាមិនធម្មតានិយាយកុហកជាធម្មតាឯងមិនព្រមទទួលស្គាល់ទេគុំជឿគេឯងអ្នកទាំងអស់គ្នាគេគ្រាន់តែចំណាយនឹងទ្រព្យសម្បត្តិរបស់លោកប្រធានយីទៅបានជារៀបចំផែនការបង្កាច់បង្ខូចបែបនេះប្រខូចនឹងជនទី3សហការគ្នាធ្វើបាបគេហើយតើឯងឈួតហើយមែនទេការប្រឌិតរឿងបង្កាច់បង្ខូចអ្នកដទៃត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់តើធ្លាប់ពីពាក្យមួយគ្នានេះទេបង្កើតពាក្យចាំអារ៉ាមីស្រួលនិយាយចំណែកឯការបកស្រាយត្រូវចំណាយពេលច្រើនពួកឯងចង់ប្តឹងក៏ប្តឹងទៅយ៉ាងណាក៏ខ្ញុំគ្មានអ្វីត្រូវខាត់បងដែរក្នុងរឿងក្តីនេះខ្ញុំនឹងតាំងជាមួយពួកឯងដល់ទីបញ្ចប់បើអូបន្លាយកន្លះឆ្នាំទៅ1ឆ្នាំមិនដឹងថាតើអាចអូសទាញក្រុមហ៊ុន Yes និងកន្លែងស្ទូចត្រីនេះឲ្យដួលរំបានដែរឬទេនិយាយត្រង់មកតើពួកឯងចង់បានអ្វីទៅព្រមបញ្ឈប់មិនមែនពួកឯងមានលុយច្រើនទេអីងាយស្រួលទេឲ្យពួកយើង1លានមិនមែនទេ10លានពួកយើងនឹងបកស្រាយប្រាប់អ្នកខាងក្រៅថារឿងអំបញ្ញមិញគ្រាន់តែជាការសម្ដែងតាម script ឲ្យគ្រប់គ្នាមើលតែប៉ុណ្ណោះ10លានពួកឯងពិតជាលោកខ្លួនមិនចេះស្កប់ស្កល់មែនបើពួកឯងយកលុយនេះទៅតើពេលយប់អាចគេងលក់ស្រួលដែរឬទេមានលុយអាចធ្វើបានគ្រប់យ៉ាងហេតុអ្វីបានជាពួកយើងគេងមិនលក់ផ្ទុយទៅវិញគឺពួកឯងទេបើមិនឲ្យលុយខ្ញុំនឹងទៅលោតទឹកសម្រាប់ខ្លួនហើយថ្ងៃស្អែកនឹងទៅអង្គុយលើដំបូលអគារក្រុមហ៊ុន Yes ចាំមើលថានរណាទ្រាំទ្រនឹងសម្ភារទេសសាធារណៈមិនបានមុនចាំដល់ពេលពួកឯងខាត់បងធំខ្ញុំនឹងបន្តបង្ហោះទៀតធ្វើឲ្យពួកឯងគ្មានថ្ងៃបានសុខឡើយ event នេះជាការគម្រាមកំហែងជំរិតទារប្រាក់យ៉ាងច្បាស់ក្រឡែតហើយកុំនិយាយឥតប្រយោជន៍ជាមួយពួកគេទៀតអីខ្ញុំនឹងតាក់ទងទៅផ្នែកច្បាប់របស់ក្រុមហ៊ុនភ្លាមការដោះស្រាយតាមផ្លូវច្បាប់ទោះបីជាចុងក្រោយអាចបញ្ជូនពួកគេទៅគុកបានក៏ដោយក៏ដំណើរការដ៏យូរអង្វែងនេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលមិនអាចស្រោចស្រង់បានដល់កេរ្តិ៍ឈ្មោះរបស់យើងរួចទៅហើយចុះត្រូវធ្វើម៉េចទៅឬមួយត្រូវប្រគល់លុយ10លានឲ្យពួកគេមែនទេមិនអាចទៅរួចដាច់ខាតតែបើដោះលែងពួកគេបែបនេះខ្ញុំក៏មិនអស់ចិត្តដែរតែអញដឹងទេថាវិធីល្អបំផុតដើម្បីទប់ទល់នឹងមតិសាធារណៈគឺអ្វីនោះគឺការបង្កើតមតិសាធារណៈឲ្យកាន់តែធំជាងមុនប្រើប្រាស់មន្តអាគមដើម្បីកម្ចាត់មន្តអាគមចេញមកត្រីយៈដ៏មានឥទ្ធិពលព្រះឲ្យតានោះជាអ្វីស្រមោលធំណាស់តើការដកដង្ហើមបែបនេះលក្ខណៈពិសេសបែបនេះខ្ញុំធ្លាប់តែឃើញនៅក្នុងវីដេអូឯកសារប៉ុណ្ណោះនោះគឺត្រីរីជមេកុងយៈមែនទេព្រះឲ្យជាត្រីរីជមេកុងយៈនៅរស់ពិតនេះជាលើកទី1ក្នុងជីវិតខ្ញុំហើយដែលបានឃើញត្រីពិតប្រាកដបែបនេះល្អណាស់លើកមុនជាត្រីអារ៉ាប៉ៃម៉ាយៈលើកនេះសូម្បីតែត្រីរីជមេកុងយៈក៏យកមកដែរថៅកែយីពិតជាចេះរកនឹកមែនថៅកែយីប្រហែលជាចង់បង្កើតកន្លែងស្ទូចត្រីសត្វចម្លែកហើយតើបរិយាកាសឡើងដល់កម្រិតនេះហើយអញ្ចឹងឲ្យការសម្ដែងកាន់តែអស្ចារ្យជាងនេះទៅចុះត្រីយៈដ៏មានឥទ្ធិពលខំនុយទៅបងស្រីជីដូនមួយអញមិនបានប្រាប់ខ្ញុំទេថាកន្លែងស្ទូចត្រីនេះសាហាវដល់កម្រិតនឹងសោះនោះជាស្ដេចត្រីយៈបាទឹកហើយតើ
ខ្ញុំក៏មិនដឹងដែរខ្ញុំគ្រាន់តែគេថាកន្លែងស្ទូចត្រីនេះមានត្រីអារ៉ាប៉ៃម៉ាយៈមិននឹកស្មានថាជាប់នុយហើយកម្លាំងទីងបែបនេះច្បាស់ជាត្រីយៈហើយបងប្រុសជីដូនមួយជាត្រីយៈពិតមែនហើយតែបងមើលថាអ្វីដែលខំនុយនោះជាអ្វីឲ្យប្រាកដយ៉ាប់ណាស់វារត់បាត់ហើយព្រះឲ្យកម្លាំងទីងខ្លាំងណាស់កង់វើលឿនស្លេវតែម្ដងអ៊ីវ៉ែនមើលចុះគ្រូហេនស្ទូចបានត្រីរីជមេកុងគៀហើយនារីម្នាក់នេះមិនសរសើរមិនបានមែនពេលនេះរឿងតែមួយគត់ដែលឯងចង់សួរខ្ញុំប្រហែលជាហេតុអ្វីបានជាមានត្រីរីជមេកុងគៀនៅក្នុងកន្លែងស្ទូចត្រីនេះមែនទេចាប់តាំងពីថ្ងៃដែលឯងយកត្រីអារ៉ាប៉ៃមកខ្ញុំលែងចង់សួរដេញដល់រឿងនេះទៀតហើយពេលនេះខ្ញុំគ្រាន់តែចង់ដឹងថាតើគ្រូហេនអាចស្ទូចត្រីយៈដ៏ធំបែបនេះឡើងមកបានដែរឬទេបើអញ្ចឹងមានតែរងចាំមើលសមត្ថភាពរបស់គ្រូហេនហើយម្ចាស់ពេកប្រញាប់បង្វែរកាមេរ៉ាទៅរកស្រះត្រីភ្លាមទៅខ្ញុំនឹងផ្ញើកាដូជូនមិនបាច់សួរទេត្រីយៈនេះធំពិតមែនតើត្រីពោស្អីនេះជាត្រីរីជមេកុងគៀទេតើកន្លែងស្ទូចត្រីដែលអាចស្ទូចបានត្រីយៈបែបនេះម្ចាស់ពេកប្រញាប់ប្រាប់ទីតាំងមកខ្ញុំនឹងជូនកាដូរ៉ុកកែតភ្លាមអរគុណអ្នកទាំងអស់គ្នាខ្ញុំនឹងបង្វែរកាមេរ៉ាទៅរកស្រះត្រីឥឡូវនេះហើយអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណានេះជាកន្លែងស្ទូចត្រីយងប៊ូខុងជុនដែលមានទីតាំងនៅភូមិលីកាងក្រុងលូស៊ូបើចង់បានទីតាំងច្បាស់លាស់